មើលពេលអ្នកបងប្អូនគេដើរបងប្អូនវីដេអូកុំរមកងាយថតបានណាពុកម៉ែបងប្អូនពីអ្នកបងប្អូនគេថ្ងៃនេះដូចជាដើរលេងសាហាវដល់ហើយមកពីបឹងយឡងវិញសម្រាប់មួយផ្លែតគឺមកដល់បឹងកសែងម្ដងថតវីដេអូថតអីនិយាយថាគេពីអ្នកបងប្អូនគេចេះកាន់តែគ្នាចេះ sweet អីណាចេះស្រឡាញ់គ្នានិយាយថាអ៊ំគេនេះសប្បាយចិត្តដែរបងប្អូននាងខ្ញុំនិយាយអ៊ំហ្នឹងគឺថាក្មួយប្រុសគឺកូនប្អូនស្រីខ្ញុំដល់ពេលក្មួយស្រីគឺកូនបងច្បងខ្ញុំអញ្ចឹងណាបងប្អូនហើយដល់ពេលនេះគេទៀមទាទៅកន្លែងក្មេងលេងបងប្អូនក៏នាំគេទៅកន្លែងក្មេងលេងទៅហើយនិយាយថាពេលទៅគេលឿនបងប្អូនតែនឹងខ្ញុំចាប់អារម្មណ៍ត្រង់ថាក្មួយប្រុសរបស់ខ្ញុំគាត់ចាប់តាមប្រែសម្បូរហើយនឹងដកកម្ពស់ហើយនឹងចេះមិនកម្ៅដាក់យើងឲ្យយើងសុបាយចិត្តឲ្យសើចអញ្ចឹងណាហើយក្មួយស្រីរបស់ខ្ញុំកាលនៅក្មេងគឺគេចង់កាត់ខ្ញុំទេគេថាខ្ញុំស្គមគេថាខ្ញុំខ្មៅពេលដែលយើងសួរតែចង់កាត់ពីណាគេចង់កាត់តែមីងឡាគេទេបងប្អូនហើយមីងឡាហ្នឹងគឺបើយើងហៅឡានគឺម៉ែបេនចំមិននឹងឯងដល់ពេលឥឡូវនេះយើងមកដល់កន្លែងក្មេងលេងណាពុកម៉ែបងប្អូនគឺគេលេងយល់ថាបេនចំមិនលេងមិនចេះហត់ទៅមកពុកម៉ែបងប្អូនអើយគ្មានជ័យខលអ្នកណាទេធ្វើឲ្យស្គាល់គេពីអង្កាលអញ្ចឹងណាហើយលេងអ្នកលេងជាមួយគ្នាហ្នឹងក្មេងហ្នឹងថាកុំលេងជាមួយអាមួយហ្នឹងហៅក្មួយខ្ញុំហ្នឹងអាមួយហ្នឹងហើយខ្ញុំមានអារម្មណ៍ថាម៉ែបងក្មេងប៉ុណ្ណឹងនិយាយពាក្យដូចពិបាកស្ដាប់ម៉ែហើយខ្ញុំគាត់ទៅប្រាប់គាត់ថាកូនហ្នឹងកុំនិយាយចឹងលេងមួយគ្នាទៅហើយលេងជុំគ្នាទៅកូនហើយក្មួយខ្ញុំមិនខ្ចីខ្វល់តែណានិយាយទៅព្រោះគេចង់លេងហើយមិនខ្ចីខ្វល់តែបងប្អូនហើយយកថាលេងបងប្អូនបែកយល់ឡើងជោគទៅមកហើយនាងខ្ញុំម្នាក់វិញអង្គុយគិតថាអីហ៊ីថាមនុស្សធំទៅចេះឬអើងចុះក្មួយប៉ុណ្ណឹងសោះចេះឬអើងគ្នាដែរហើយក្មួយខ្ញុំហ្នឹងគ្នាចង់លេងហើយមិនខ្ចីខ្វល់ទេណាគេនិយាយអីនិយាយទៅហើយលើប៉ាគេទេមកគេចង់និយាយទៀតខ្ញុំថានិយាយមើលប៉ាសិនទៅហើយគេនិយាយមើលផ្លេតគេថាគេរវល់គេសុំបាត់ពីប៉ាគេអញ្ចឹងណាហើយថាបងស្រីគេនេះគេថតរូបឲ្យប្អូនគេហ្នឹងណាហើយថាក្មួយទៅក្មួយចុះខ្ញុំម្នេះវិញណាបងប្អូននេះនិយាយបើថានាងខ្ញុំម្នេះវិញទៅដើមកន្លែងលេងរបស់ក្មេងដែរអញ្ចឹងណាអញ្ចឹងកុំឲ្យខាតយើងជូនក្មួយយើងទៅយើងគួរតែលេងដែរទៅចឹងបានសុបាយបងប្អូនហើយឥឡូវនេះគឺរៀងយប់ដែរហើយនាងខ្ញុំតែហៅបេនចំមិនទៅទេគេថាគេលេងអត់ទាន់ឆ្អែតទេអត់ទាន់ចង់ទៅទេខ្ញុំថាអត់ទេចិត្តព្រៀងយើងត្រូវទៅទេគេថាសុំលេងផ្លែសិនបងប្អូនហើយឥឡូវនេះគឺចាប់ផ្ដើមទៅប្រវល់ចកេះអីណានេះចេះប្រវល់ចកេះខ្ញុំកំពុងឆ្ងល់ថាហើយចេះលុកចកេះទៀតណាបងប្អូននិយាយថាគាត់លេងខ្ញុំតាមអត់ទាន់ទេបងប្អូនអើយរមើលឃើញសោះហ្មងឥឡូវនេះពេលតែលេងហត់អីនាងខ្ញុំយកគេមកញ៉ាំគុយទាវខ្ញុំសួរថាគាត់ឯងចង់ញ៉ាំអីគេថាចង់ញ៉ាំគុយទាវគ្រឿងសមុទ្របងប្អូនខ្ញុំគិតថាចង់ជូនគេទៅញ៉ាំសាច់អាំងទេតែគេថាគេចង់ញ៉ាំគ្រឿងសមុទ្រហើយក៏ទៅញ៉ាំគុយទាវទូខ្ញុំសួរតែឆ្ងាញ់គេថាឆ្ងាញ់ណាស់អ៊ំអើយមួយចានបងប្អូនគេញ៉ាំអស់លីងតែហ្មងអ្វីឯនាងខ្ញុំចាប់អារម្មណ៍គឺការចាប់ចង្កឹះរបស់គាត់គឺល្អមែនទែនគាត់ប្រកាយចាប់ចង្កឹះហ្នឹងណាបងប្អូនហើយដល់ពេលគេញ៉ាំហ្នឹងហើយគេចេះព្រំចេះអីទៅអូតម្រាំចេះព្រំគឺខ្ទាតចូលភ្នែកម្ដងហើយបងប្អូនឃើញអត់មុខជាសាំគឺនាងខ្ញុំលុបមុខអីគេហើយលើគេញ៉ាំអស់ហើយគេរៀងស្ដាយបន្លែចឹងគេអង្គុយញ៉ាំហើយផឹកទឹកគេចង់ផឹកគ្រឿងកំប៉ុងខ្ញុំស្ដីឲ្យដែរផឹកទេហើយបន្ទាប់មកទៀតដោយសារសន្យាថាជូនគេមកញ៉ាំការ៉េមហើយក៏ជូនគេមកញ៉ាំការ៉េមទៅហើយដល់ពេលកំងការ៉េមហើយអស់ហើយនិយាយបើថាយប់នឹងពីអ្នកបងប្អូនគេដូចលេអាឡាដល់បងគេយកការ៉េមមានណាជ្រុះព្រុសហើយពេលបងប្អូនគេនោះញ៉ាំបងប្អូនហើយហៀកក្លេកខ្លាចថាគាត់ឯងញ៉ាំអស់ទៅកុំឲ្យនៅយូរអញ្ចឹងវាហៀហើយនិយាយបើថាដឹងមិនម៉ែបងប្អូនអើយតែសុបាយចិត្តដែរ